website 3ដែលជួយឲ្យការរៀនភាសាអង់គ្លេសរបស់អ្នកទាំងអស់គ្នាកាន់តែល្អប្រសើរជាងមុន Smart O ដែលក៏ពិបាកនៅក្នុងការរៀនភាសាអង់គ្លេសហើយកំពុងទៅរក website ដឹងថាមាន website ណាដែលល្អសម្រាប់នៅក្នុងការរៀនភាសាអង់គ្លេសស្វ័យសិក្សាខ្លួនឯងនៅផ្ទះបន្ថែមអីអញ្ចឹងណាអញ្ចឹង website 3នេះគឺត្រូវប៉ក់តែម្ដង Smart O ទាំងអស់គ្នាដែលគាត់អត់តចេះភាសាអង់គ្លេសច្បាស់គឺគាត់អាចមើលវីដេអូ lesson បានសម្រាប់ website ទី1វិញគឺមានឈ្មោះថា Test English website នេះគឺផ្ដោតសំខាន់ទៅលើការធ្វើលំហាត់ហើយមានការបញ្យល់បកស្រាយប្រាប់យើងទៀតនៅពេលដែលយើងធ្វើលំហាត់នឹងខុសនៅពេលដែលយើង submit ទៅគឺវានឹងប្រាប់មូលហេតុថាបើយើងធ្វើលំហាត់នឹងខុសហើយចម្លើយណាដែលត្រឹមត្រូវដែលយើងគួរតែដាក់នៅក្នុងលំហាត់មួយហ្នឹងអញ្ចឹងគឺល្អខ្លាំងមែនតើមកហើយមួយទៀតគឺគេមាន section បញ្យល់មួយហើយច្បាស់ទៀតនិយាយទៅគឺអត់វង្វេងទេហើយងាយស្រួលនៅក្នុងការយល់មួយទៀតគឺចំណេញពេលយើងច្រើនខ្លាំងមែនតើនៅពេលដែលយើងធ្វើលំហាត់នឹងខុសគឺគេប្រាប់ចម្លើយយើងហ្មងអញ្ចឹងយើងមិនបាច់ទៅ check នៅក្នុង website ផ្សេងនាំតែខាតពេលយើងឯងហើយ website ទី1ហ្នឹងគឺ free អ្នកទាំងអស់គ្នាអាចទៅ check បានសម្រាប់ website ទី2វិញមានឈ្មោះថា ingvid.com អញ្ចឹងអ្នកទាំងអស់គ្នាអាចទៅ check មើលបាន website នេះក៏ free ដូចគ្នាដែរហើយនេះគឺលយថងថាគឺយើងអាចរើសគ្រូបរៀនបានហើយជាមួយនឹង topic ដូចគ្នាដែរវាឃើញដូចខ្ញុំស្លេចអញ្ចឹងគ្រូក៏មានច្រើនខ្លាំងមែនតើហើយចំពោះ topic ដែលយើងត្រូវរើសរៀនហ្នឹងណាក៏មានច្រើនដូចគ្នាដែរអញ្ចឹងគឺយើងមានជំរឿននៅក្នុងការរៀនជាមួយនឹងគ្រូច្រើនខ្លាំងមែនតើហើយ level គឺគេមាន3មានដូចជា beginner intermediate ជាមួយនឹង advanced ចំពោះ website ទី3វិញគឺជា website របស់កូនខ្មែរដែលមានឈ្មោះថា camedulearning.com អ្នកទាំងអស់គ្នាអាច check មើលបានប៉ុន្តែគ្រាន់តែ website នេះគឺយើងត្រូវទិញ course វាដើម្បីរៀនណាអ្នកទាំងអស់គ្នាហើយនៅពេលដែលគ្នារៀនចប់គឺទទួលបាន certificate ទៀតចឹងខ្ញុំសង្ឃឹមថា website ទាំង3នេះនឹងជួយអ្នកទាំងអស់គ្នានៅក្នុងការរៀនភាសាអង់គ្លេសឲ្យបានកាន់តែល្អប្រសើរជាងមុនហើយវីដេអូថ្ងៃនេះដែរគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនតើដែលតែងតែចូលចិត្តមើលវីដេអូរបស់ខ្ញុំកន្លងមកអរគុណច្រើនបាយបាយ